អរគុណនៅសេចក្តីស្រឡាញ់រាប់អានខំស្កាត់ជិះឡាន10ម៉ោងជាងដើម្បីជួបមនុស្សម្នាក់ដែលស្គាល់គ្នាត្រឹមតែតាម TikTok មិនត្រឹមតែប៉ុណ្ណឹងទេគាត់ឆ្លៀតយករបស់របរមកញ៉ាំជាមួយគ្នាច្រើនខ្លាំងមែនទែនធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចមានអ្នកផ្ទះមកលេងខ្ញុំអញ្ចឹងបានថានឹងណាធ្វើអំពើល្អគង់តែជួបមនុស្សល្អនោះទេនេះគឺជាលើកទី2ហើយដែលខ្ញុំមករស់នៅស្រុកណ័រវេសរយៈពេល7ឆ្នាំមានបងប្អូនខ្មែរមកលេងដល់ផ្ទះហ្នឹងហើយបាននិយាយភាសាខ្មែរជាមួយគ្នាអ្នកណាខ្លះមានអារម្មណ៍ដូចខ្ញុំពេលដែលមានបងប្អូនខ្មែរមកលេងយើងអាចនិយាយភាសាខ្មែរជាមួយគ្នាវាមានអារម្មណ៍ថាដូចជានៅស្រុកខ្មែរឬក៏មានអារម្មណ៍ថាដូចនៅផ្ទះខ្លួនឯងអញ្ចឹងព្រោះដោយសារទៅកន្លែងធ្វើការគេមានជនជាតិដូចគ្នាគេនិយាយភាសាគេចំណែកឯខ្ញុំមួយគឺខ្លួនមួយតែឯងអត់អាចនិយាយភាសាខ្មែរទៅកាន់នរណាម្នាក់បានទេមានអារម្មណ៍ថាយើងទទួលបានភាពកក់ក្ដៅបន្ទាប់ពីបានជុំគ្នានិយាយភាសាខ្មែររបស់យើងហើយអ្វីដែលឆ្ងាញ់ខ្លាំងបំផុតនោះគឺនិយាយភាសាខ្មែរយើងហើយយើងបានញ៉ាំត្រាវជុំគ្នាទៀតព្រោះបើយើងនិយាយភាសាគេញ៉ាំត្រាវជាមួយគេគឺអត់សូវត្រូវគ្នាទេព្រោះត្រាវគេវាផ្អែមជាងត្រាវនៅស្រុកខ្មែរឬក៏ត្រាវស្រុកខ្មែរផ្អែមជាងត្រាវស្រុកគេអញ្ចឹងទៅនិយាយលេងទេគឺដោយសារតែយើងបានជុំគ្នាយើងបានពិភាក្សាគ្នាពីនេះពីនោះនិយាយរឿងក្នុងចិត្តហើយជាពិសេសហ្នឹងគឺយើងនិយាយភាសាខ្មែរយើងស្ដាប់គ្នាបានស្រួលជាងយើងនិយាយភាសាផ្សេង Thanks for watching